សូមស្វាគមន៍មកកាន់វគ្គសិក្សាអនឡាញ A Toolkit សូមរៀនពីរបៀបបង្កើតរូបភាពដោយប្រើឧបករណ៍ A ដូចជា Charts និង Folder វគ្គសិក្សានេះនឹងបង្ហាញអ្នកពីរបៀបប្រើឧបករណ៍ទាំងនេះដើម្បីបង្កើតរូបភាពដែលមានភាពច្នៃប្រឌិតនិងទាក់ទាញលោកស្រីយឹមស្រីលក្ខណាស្ថាបនិកនិងគ្រូបង្រៀនដឹកនាំនៅ Berdew បានចែករំលែកដំណើររបស់ខ្លួនក្នុងនាមជាអ្នកនិយាយមាន passion និងជាអ្នកដឹកនាំសហគមន៍តាមរយៈបទពិសោធន៍ផ្ទាល់របស់នាងបានជំរុញឲ្យជនជាតិខ្មែររៀនអភិវឌ្ឍខ្លួននិងក្លាយជំរឿសជាអ្នកមានទំនុកចិត្តពិធីសាស្ត្រច្នៃប្រឌិតរបស់នាងក្នុងការបង្កើតមាតិកានិងការដឹកនាំបានផ្ដល់អំណាចឲ្យអ្នកដទៃទទួលយកការលូតលាស់និងការកែលម្អខ្លួនឯងលោកថាងវិជ្ជការមានតួនាទីសំខាន់ក្នុងនាមជាដៃគូប្រព័ន្ធផ្សព្វផ្សាយដោយថតរូបនិងវីដេអូសម្រាប់មាតិកាពាណិជ្ជកម្មនិងព្រឹត្តិការណ៍ផ្សេងការងាររបស់លោកបង្ហាញអត្តសញ្ញាណម៉ាករបស់ Berdew ដោយធានាថាការតំណាងផ្នែករូបភាពសមស្របទៅនឹងតម្លៃស្នូលនិងបេសកកម្មរបស់អង្គការលោកសុកសំអាតជាអ្នកណែនាំរឿងរ៉ាវម៉ាកបានណែនាំ Berdew ក្នុងការបង្កើតរឿងរ៉ាវម៉ាកមានភាពទាក់ទាញលោកធានាថាសម្លេងស្នូលរបស់ម៉ាកសមស្របទៅនឹងតម្លៃមូលដ្ឋានរបស់វាទោះបីជាកំពុងពង្រីកក៏ដោយការនិយាយរឿងយ៉ាងយុទ្ធសាស្ត្រនេះជួយឲ្យ Berdew រក្សាអត្តសញ្ញាណរបស់ខ្លួននិងបង្កើនការចូលចិត្តពីទស្សនិកជនដោយបង្កើនសារៈសំខាន់របស់ម៉ាកក្នុងទីផ្សារប្រកួតប្រជែងឧបករណ៍ Chat ជាមួយ A កំពុងបំលែងវិធីសាស្ត្រទំនាក់ទំនង Chat របស់ OpenAI Claude របស់ Anthropic Gemini របស់ Google Copilot របស់ Microsoft និង Grok របស់ A កំពុងដឹកនាំផ្លូវនេះរៀងរាល់ឧបករណ៍មានសមត្ថភាពពិសេសផ្ទាល់ខ្លួនចាប់ពីដំណើរការអត្ថបទនិងរូបភាពដល់បង្កើតកូដដែលជួយបង្កើនប្រសិទ្ធភាពក្នុងអាជីវកម្មការអប់រំនិងការងារច្នៃប្រឌិតការយល់ដឹងអំពីឧបករណ៍ទាំងនេះមានសារៈសំខាន់ខ្លាំងសម្រាប់ការប្រើប្រាស់សមត្ថភាពពេញលេញរបស់ A Chat ដែលបង្កើតឡើងដោយ OpenAI មាន model ថ្មីបំផុតគឺ G4O នៅឆ្នាំ2025វាមានជម្រើសឥតគិតថ្លៃគឺ G3.5 និងជម្រើសបង់ប្រាក់គឺ G4O ដែលតម្លៃ20ក្នុងមួយខែអត្ថប្រយោជន៍របស់វារួមមានសមត្ថភាពবহুមុខងារអាចដោះស្រាយអត្ថបទរូបភាពនិងកូដដែលធ្វើឲ្យវាសមស្របសម្រាប់ការសរសេរអាជីវកម្មការអប់រំនិងការងារច្នៃប្រឌិតទោះយ៉ាងណាឧបករណ៍ចងចាំមានស្រាប់តែសម្រាប់ផែនការបង់ប្រាក់ប៉ុណ្ណោះ Cloud Base Opus លេចធ្លោដោយសមត្ថភាពបរិបទធំទូលាយរហូតដល់200,000 token ដែលធ្វើឲ្យវាសមស្របសម្រាប់ដោះស្រាយឯកសារចម្រុះដូចជាកិច្ចសន្យានិងសង្ខេបស្រាវជ្រាវបើទោះបីខ្វះសមត្ថភាពដំណើរការរូបភាពក៏ដោយការគ្រប់គ្រងឯកសារដ៏រឹងមាំរបស់វាបំពេញបន្ថែមធ្វើឲ្យវាជាឧបករណ៍ដែលអាចទុកចិត្តបានសម្រាប់វិភាគអត្ថបទលម្អិតនិងសង្ខេប Gemini របស់ Google ផ្ដល់ជូន model ថ្មីគឺ Gemini 2.5 Flash និង Pro ជាមួយនឹងការចូលប្រើ Gemini 1.0 ឥតគិតថ្លៃនិងជម្រើសកម្រិតខ្ពស់ដែលត្រូវបង់ប្រាក់វាលេចធ្លោក្នុងការរួមបញ្ចូលជាមួយ Google Docs និង YouTube ដោយផ្ដល់សមត្ថភាពផងមុខងារទោះយ៉ាងណាវាត្រូវការកិននៃ Google ដែលធ្វើឲ្យវាសមស្របសម្រាប់បង្កើនផលិតភាពនៅកន្លែងធ្វើការនិងប្រើប្រាស់ក្នុងការអប់រំ Copilot ដែលដំណើរការដោយ G4 Turbo តាមរយៈ Azure OpenAI អាចរួមបញ្ចូលយ៉ាងរលូនជាមួយ Word, Excel, PowerPoint និង Teams វាលេចធ្លោក្នុងការចងក្រងឯកសារអាជីវកម្មនិងស្វ័យប្រវត្តិកម្មតារាងទិន្នន័យទោះបីត្រូវការកម្មវិធី Microsoft 365ហើយមានសមត្ថភាពពង្រីកកំណត់ក៏ដោយវាសមស្របសម្រាប់អ្នកប្រើប្រាស់អាជីវកម្មនិងការបង្កើតរបាយការណ៍ដោយផ្ដល់ឧបករណ៍រឹងមាំសម្រាប់បង្កើនផលិតភាពនៅក្នុងបរិយាកាសវិជ្ជាជីវៈ Grok ដែលបង្កើតឡើងដោយ K ត្រូវបានបង្កើតឲ្យសមស្របសម្រាប់ទិន្នន័យពេលវេលាពិតពី Twitter ដោយផ្ដោតលើភាពកំប្លែងវាលេចធ្លោក្នុងការតាមដាននានាការសង្គមនិងការអធិប្បាយប៉ុន្តែមានកម្រិតក្នុងការវិភាគជ្រៅវាសមស្របបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍លើលក្ខណៈសកម្មភាពបណ្ដាញសង្គមនិងការវិភាគមាតិកាដែលមានភាពសប្បាយរីករាយ Chat របស់ OpenAI ផ្ដល់នូវវិធីសាស្ត្រសមៗសម្រាប់ភារកិច្ច A ទូទៅដោយគាំទ្របញ្ចូលពហុរូបនិងមានប្រវែងបរិបទមធ្យម Cloud ពីក្រុមហ៊ុន Anthropic លេចធ្លោក្នុងការអានឯកសារវែងនិងតម្លាភាពយល់ដោយផ្ដល់អាទិភាពលើភាពសុភាពរាបសារនិងសុវត្ថិភាពGemini របស់ Google បញ្ចូលគ្នាយ៉ាងជ្រៅជាមួយ Google Docs ដែលសមស្របសម្រាប់ការស្រាវជ្រាវ Copilot របស់ Microsoft ផ្ដោតលើផលិតភាពសហគ្រាសខណៈដែល Grok របស់ K ផ្ដោតលើនានាការបណ្ដាញសង្គមនិងភាពកំប្លែងវេទិកាសន្ទនាដោយ A ផ្ដល់នូវមុខងារផ្សេងគ្នា Chat របស់ OpenAI មានភាពចម្រុះសម្រាប់ភារកិច្ច A ទូទៅ Cloud របស់ Anthropic លេចធ្លោក្នុងការអានឯកសារវែង Gemini របស់ Google បញ្ចូលគ្នាយ៉ាងជ្រៅជាមួយសេវាកម្មរបស់ Google Copilot របស់ Microsoft ជួយបង្កើនផលិតភាពការិយាល័យ Grok របស់ K ផ្ដោតលើនានាការបណ្ដាញសង្គមវេទិកានីមួយមានសមត្ថភាពពិសេសផ្ទាល់ខ្លួនដើម្បីឆ្លើយតបទៅតាមតម្រូវការពិសេស Prompt គឺជាសេចក្តីណែនាំឬសំណួរដែលអ្នកផ្ដល់ឲ្យ A ដើម្បីឲ្យឆ្លើយតបតាមចំណង់ចំណូលចិត្តរបស់អ្នក
វាជាសារសំខាន់សម្រាប់បង្កើតសំណាអាជីវកម្មឲ្យមានប្រសិទ្ធភាពឧទាហរណ៍សរសេរប្រកាសលើ Facebook សារលក់អ៊ីមែលអាជីវកម្មសកម្មភាពសរសេរសំណើអាជីវកម្មដំបូងរបស់អ្នក Prompt គឺជាការបញ្ជាឬសំណួរដែលអ្នកផ្ដល់ឲ្យ A ដើម្បីឲ្យវាឆ្លើយតបតាមចំណង់ចំណូលចិត្តរបស់អ្នកវាជាភាសាដែលអ្នកប្រើសម្រាប់ទំនាក់ទំនងជាមួយ A ឧទាហរណ៍គឺសរសេរប្រកាសលើ Facebook ដើម្បីផ្សព្វផ្សាយសារធាតុស្រង់ខ្យងខ្មៅ100បង្ហាញអត្ថប្រយោជន៍សុខភាពសម្រាប់ម្ដាយវ័យ30ដល់45ឆ្នាំនៅកម្ពុជា Prompt មានសារៈសំខាន់ព្រោះវាអាចប៉ះពាល់ដោយផ្ទាល់ទៅលើចម្លើយដែល A ផ្ដល់ឲ្យ Prompt ដែលមិនច្បាស់អាចនាំឲ្យមានចម្លើយខុសឧទាហរណ៍គឺធ្វើវីដេអូគឺមិនច្បាស់លាស់ប៉ុន្តែគូសរសេរ script វីដេអូ15វិនាទីអំពីការបណ្ដុះបណ្ដាល A សម្រាប់អ្នកដំបូងគឺជាពាក្យបញ្ជាដែលមានគុណភាព Prompt គឺជាឧបករណ៍សំខាន់សម្រាប់បង្កើតមាតិកាដែលមានគុណភាពនិងទាន់ពេលវេលាវាអាចជួយសន្សំសំចៃពេលវេលាដោយឲ្យ A ដឹងថាអ្នកចង់បានអ្វីការសរសេរពាក្យបញ្ជាឲ្យមានប្រសិទ្ធភាពត្រូវការការច្បាស់លាស់បរិបទនិងរចនាប័ទ្មឬសំឡេងដែលកំណត់សំណើអាជីវកម្មដែលមានប្រសិទ្ធភាពគួរចាប់ផ្ដើមដោយបញ្ជាក់ពីបញ្ហាដែលកំពុងមានបញ្ជាក់គោលបំណងឲ្យច្បាស់និងអ្នកដែលនឹងទទួលបានអត្ថប្រយោជន៍សំណើគួរត្រូវមានលក្ខណៈច្បាស់លាស់និងស្នើសុំជំនួយដែលចង់បានកំណត់ទ្រង់ទ្រាយឬដែនកំណត់ដើម្បីធានាឲ្យសំណើមានប្រសិទ្ធភាពហើយនេះគឺជាឧទាហរណ៍នៃពាក្យបញ្ជារបស់ខ្ញុំដើម្បីបង្កើតយុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទ្ធភាពជាដំបូងត្រូវកំណត់តួនាទីនិងគោលបំណងអាជីវកម្មរបស់អ្នកកំណត់ក្រុមគោលដៅនិងបញ្ហាសំខាន់របស់អ្នកបង្កើតគំនិតមាតិកានិងជ្រើសរើសវេទិកាដែលសមស្របកំណត់ទីដែលសារប្រកាសនិងបង្កើតផែនការផ្សព្វផ្សាយដែលមានជំហានអនុវត្តច្បាស់លាស់សម្រាប់30និង60ថ្ងៃបន្ទាប់រក្សាទុកសំឡេងវិជ្ជាជីវៈទាំងអស់ហើយនេះគឺជាឧទាហរណ៍នៃពាក្យបញ្ជារបស់ខ្ញុំឧបករណ៍រចនារូបភាពដោយ A ដូចជា Chat និង Folder កំពុងផ្លាស់ប្ដូរប្រព័ន្ធបង្កើតនិងកែសម្រួលរូបភាព Chat ជួយបង្កើតរូបភាព A ខណៈដែល Folder ផ្ដល់សមត្ថភាពកែសម្រួលកម្រិតខ្ពស់និងបង្កើតវីដេអូឧបករណ៍ទាំងនេះផ្ដល់អំណាចឲ្យអ្នកប្រើអាចបង្កើតរូបភាពមានគុណភាពខ្ពស់យ៉ាងមានប្រសិទ្ធភាពដោយបង្កើនសិល្បៈច្នៃប្រឌិតនិងផលិតភាពក្នុងគម្រោងរចនាឌីជីថលក្នុងការរចនារូបភាពដោយ A ការបង្កើតពាក្យបញ្ជាឲ្យមានប្រសិទ្ធភាពគឺសំខាន់ណាស់គួរតែពិចារណាទ្រង់ទ្រាយប្រធានបទបូកចនាប័ទ្មអារម្មណ៍បូកពន្លឺកាមេរ៉ាបូកផ្ទៃខាងក្រោយបូកគុណភាពឧទាហរណ៍ស្ត្រីចំនួនខ្មែរមានទំនុកចិត្តអាយុ30ឆ្នាំឈរដាក់ដៃលើតុស្លៀកពាក់សមរម្យសម្រាប់ចំនួនមានខ្យល់បក់ស្រាលផ្ទៃខាងក្រោយជាបណ្ណាល័យនិងរុក្ខជាតិថតដោយប្រើកាមេរ៉ា Swivel ជាមួយកែវ85មីលីម៉ែត្រនិងគុណភាព 4K នេះគឺជាកូដខសម្រាប់ឧបករណ៍ A ដើម្បីបង្កើតវីដេអូឥឡូវនេះយើងមានការប្រៀបធៀបរវាងឧបករណ៍ទាំង4នេះហើយចិនលេខខ្លក្នុងការបង្កើតវីដេអូ Avatar និយាយដែលមានភាពស្រដៀងនិងជាក់ស្ដែងសមស្របសម្រាប់ការបង្កើតម៉ាប់ផ្ទាល់ខ្លួននិងមាតិកាអប់រំទោះជាយ៉ាងណាវាមានកម្រិតកំណត់ក្នុងការបង្ហាញអារម្មណ៍និងការបដូរតាមបំណងរបស់ Avatar Creative បំលែងទាំងផលិតផលទៅជាវីដេអូ TikTok ឬ Reel ដែលទាក់ទាញទោះបីជាផ្ដល់នូវជម្រើសកែប្រែគ្រប់គ្រាន់ប៉ុណ្ណោះជាមនេគាំទ្រអ្នកបង្កើតមាតិកាជាមួយ script ឆ្លាតវៃខណៈដែល Flow ផ្ដល់នូវការបង្កើតវីដេអូ Still ភាពយន្តដែលត្រូវការថាមពលកាត់ graphic ខ្ពស់ស្វែងយល់អំពីឧបករណ៍បង្កើតវីដេអូដោយ A ហើយចិនផ្ដល់ Avatar និយាយដែលសមស្របសម្រាប់វីដេអូពណ៌ស្រាយនិងជួយបង្កើនម៉ាប់ផ្ទាល់ខ្លួន Creative បំលែងទាំងផលិតផលទៅជាវីដេអូផ្សព្វផ្សាយដែលទាក់ទាញសមស្របសម្រាប់អ្នកទីផ្សារជាមនេផ្ដល់សំឡេងនិយាយឆ្លាតវៃនិងផែនការវីដេអូដើម្បីគាំទ្រអ្នកបង្កើតមាតិកាFlow ផ្ដល់នូវការបង្កើតវីដេអូ Still ភាពយន្តជាមួយរឿងរ៉ាវសមស្របសម្រាប់ការផ្សព្វផ្សាយនិងវីដេអូទីផ្សារស្វែងយល់ពីវិធីបញ្ចូល Chat, Agent, Creative និង CapCut ដើម្បីបង្កើតដំណើរការងារដោយ AI រលូនស្វែងរកភាពសហការរវាង Gemini, View 3និង CapCut ដើម្បីបង្កើនសមត្ថភាពបង្កើតមាតិការបស់អ្នកបង្កើតយុទ្ធសាស្ត្រមាតិកា A ប្រចាំសប្តាហ៍ដោយធានាថាអ្នករក្សាទុក prompt និងរូបភាពល្អប្រើសញ្ញាការងារប្រសិទ្ធភាពមាតិកាដើម្បីធ្វើឲ្យដំណើរការរបស់អ្នកមានសមត្ថភាពអរគុណចូលរួមជាមួយពួកយើងកុំស្ទាក់ស្ទើរក្នុងការសួរប្រសិនបើមានសំណួរបន្ថែមសូមភ្ជាប់ជាមួយយើងសម្រាប់វគ្គបណ្ដុះបណ្ដាល video បន្ថែមទៀតតាមដាន Value Visual Help សម្រាប់ព័ត៌មានថ្មីថ្នាក់យើងថ្ងៃទី29មិថុនា2025យើងនឹងរៀនធ្វើការបង្កើតវីដេអូពិតប្រាកដជួបគ្នាថ្ងៃនោះលាហើយ